ក្រសួងពាណិជ្ជកម្មថៃប្រមូលផ្ដុំហាងលក់រាយក្នុងស្រុកជាង90កន្លែងទូទាំងប្រទេសឲ្យចូលរួមក្នុងគម្រោងបញ្ចុះតម្លៃទ្រង់ទ្រាយធំយោងតាមសារព័ត៌មាន Thai Nation ដែលបានចេញផ្សាយនៅថ្ងៃទី20ខែតុលាឆ្នាំ2025បានឲ្យដឹងថាក្រសួងពាណិជ្ជកម្មថៃបានប្រមូលផ្ដុំហាងលក់រាយក្នុងស្រុកជាង90កន្លែងទូទាំងប្រទេសឲ្យចូលរួមក្នុងគម្រោងបញ្ចុះតម្លៃទ្រង់ទ្រាយធំដែលមានគោលបំណងបង្កើនប្រសិទ្ធភាពអតិបរមាដល់កម្មវិធីឧបត្ថម្ភធនរបស់រដ្ឋាភិបាលការលក់បញ្ចុះតម្លៃទូទាំងប្រទេសនេះនឹងដំណើរការចាប់ពីថ្ងៃទី1ដល់ថ្ងៃទី15ខែវិច្ឆិកាដែលនឹងមានការកាត់បន្ថយតម្លៃរហូតដល់ 60% លើទំនិញសំខាន់ៗនិងទំនិញប្រើប្រាស់ជាច្រើនប្រភេទរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោកស្រីស៊ូផាជីស៊ូធុំផុនបានថ្លែងនៅក្នុងពិធីសម្ពោធថាកិច្ចសហការនេះគឺជាជំហានដ៏សំខាន់មួយក្នុងការគាំទ្រដល់គោលនយោបាយរបស់នាយករដ្ឋមន្ត្រីក្នុងការកាត់បន្ថយបន្ទុកលើថ្លៃរស់នៅគំនិតផ្ដួចផ្ដើមនេះស្របតាមយុទ្ធសាស្ត្ររបស់គណៈរដ្ឋមន្ត្រីសេដ្ឋកិច្ចដែលផ្ដោតលើការជំរុញរយៈពេលខ្លីលទ្ធផលរយៈពេលវែងនិងការចែកចាយទូលំទូលាយដើម្បីបង្កើនប្រាក់ចំណូលពង្រឹងសេដ្ឋកិច្ចមូលដ្ឋាននៅទូទាំងប្រទេសរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានពន្យល់ថាសកម្មភាពនេះដោះស្រាយដោយផ្ទាល់នៅចំណុចសំខាន់ពីរនៃយុទ្ធសាស្ត្រក្រសួងពាណិជ្ជកម្មគឺកាត់បន្ថយថ្លៃរស់នៅនិងការអភិវឌ្ឍនិងពង្រឹងសហគ្រាសធុនតូចនិងមធ្យមការផ្សព្វផ្សាយនេះពាក់ព័ន្ធនឹងមជ្ឈមណ្ឌលលក់ដុំនិងលក់រាយក្នុងស្រុកជាង90កន្លែងដែលទំនិញរួមមានរបស់ប្រើប្រាស់ប្រចាំថ្ងៃផលិតផលថែរក្សាសម្រស់អាហារសត្វចិញ្ចឹមនិងគ្រឿងអេឡិចត្រូនិកក្នុងតម្លៃពិសេសខ្ញុំបាទស៊ីណាតពីរំលេច News TV